បើអ្នកគ្មានក្តីស្រមៃនោះទេសូមកុំបង្កើត personal branding អ្នកត្រូវចេះបង្ហាញអ្វីដែលអ្នកពូកែនិងចំណុចខ្លាំងរបស់អ្នកទៅកាន់អ្នកដទៃវាមិនមែនជាការអួតនោះទេតែគឺជាការធ្វើ personal branding និងទីផ្សារសម្រាប់ខ្លួនឯងតែប៉ុណ្ណោះការដែលយើងមិនបានបង្ហាញឲ្យគេដឹងស្មើនឹងយើងបិទឱកាសសម្រាប់ខ្លួនឯង Nice ដើម្បីឲ្យអ្នកកាន់តែខ្លាំងនិងពូកែត្រូវមានទីផ្សារបន្ថែមក្នុងការបង្កើត personal branding ទី1ស្វែងយល់និងបង្កើតមាតិកាដែលអ្នកចូលចិត្តឬទាក់ទងនឹងជំនាញរបស់អ្នកបើសិនជាអ្នករៀនផ្នែកទីផ្សារអ្នកអាចធ្វើមាតិកាបែបទីផ្សារតែបើសិនជាគោលដៅរបស់អ្នកចូលចិត្តធ្វើមាតិកាបែបដើរលេងកម្សាន្តគឺបន្តធ្វើវាហើយបង្កើតវាជារសជាតិរបស់ខ្លួនឯងចំណុចទី2នោះគឺការស្វែងយល់អំពីតម្រូវការនាពេលបច្ចុប្បន្ននិងអភិវឌ្ឍចំណេះឲ្យកាន់តែខ្លាំងដូចជាការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗឬក៏ AI នៅក្នុងនោះមានដូចជា ChatGPT Gemini ជាដើមលើពីនេះទៅទៀតការបង្កើតគំនិតថ្មីៗអ្នកអាចស្វែងរកនៅក្នុង Pinterest ផងដែរចំណុចបន្ទាប់នោះគឺការរៀនបន្ថែមដូចជាការកាត់តវីដេអូតាមរយៈ Adobe Premium ឬក៏ DaVinci ទាំងអស់នេះគឺសម្រាប់អ្នក professional តែក្នុងពេលបច្ចុប្បន្ននេះក៏មានកម្មវិធីសម្រាប់ការកាត់តវីដេអូតាមរយៈទូរស័ព្ទដៃផងដែរដូចជា CapCut ឬក៏ Wing ជាដើមអ្នកត្រូវចាំថាអ្នកកាន់តែខ្លាំងអ្នកកាន់តែមានតម្លៃនិងឥទ្ធិពលក្នុងអាជីព